ខ្មោចពូសនជិះកង់លក់ត្រីជារៀងរាល់យប់នៅក្នុងភូមិចំពោះសាច់រឿងដែលគាត់បានចែករំលែកមកនេះគាត់មានឈ្មោះថាលីប្រាប់ថារឿងរ៉ាវមួយនេះវាកើតឡើងកាលពីឆ្នាំ2020អំឡុងពេលមានបញ្ហាកូវីដនឹងឯងអំឡុងពេលមានបញ្ហាកូវីដលីគាត់ត្រូវត្រឡប់ទៅរស់នៅស្រុកមួយរយៈពេលធំទម្រាំតែបញ្ហាកូវីដវាស្ងាត់ទៅវិញទើបគាត់ត្រឡប់ឡើងមករៀនបន្តនៅភ្នំពេញប៉ុន្តែបើទោះបីជាគាត់ត្រឡប់ទៅស្រុកវិញក៏ដោយក៏គាត់នៅតែបន្តរៀនតាមរយៈអនឡាញអញ្ចឹងគាត់ឲ្យដឹងស្រាប់ថាអំឡុងឆ្នាំ2020 2021នេះគឺបញ្ហាកូវីដគឺវាយលុកខ្លាំងមែនតើអញ្ចឹងជំរឿនល្អគាត់ត្រឡប់ទៅនៅស្រុកចឹងទាំងគ្នាហើយពេលត្រឡប់ទៅនៅស្រុកហ្នឹងភូមិរបស់គាត់ក៏ខុសពីភូមិគេផ្សេងៗទៀតដែរគឺគេឲ្យមានធ្វើការចរាចរណ៍ពីមួយទៅមួយទេគឺរបៀបថានៅឲ្យនៅតែផ្ទះនៅតែអីចឹងទៅហើយក៏អត់មានឲ្យកម្មវិធីជួបជុំអីគ្នាទៀតដែរប៉ុន្តែជារៀងរាល់ថ្ងៃប៉ាម៉ាក់គាត់ក៏តែទៅផ្សារអញ្ចឹងណាប៉ុន្តែនៅពេលទៅផ្សារហើយគាត់តែត្រឡប់មកវិញមួយទឹកដោកៅហើយនឹងបាញ់ចរកលបាញ់អីចឹងទៅដោយសារតែនៅផ្ទះរបស់គាត់គឺមានមនុស្សចាស់រស់នៅហើយនៅក្នុងភូមិរបស់គាត់នៅពេលហ្នឹងទៀតក៏មានពូម្នាក់ដែលមានគេស្គាល់ថាជាពូសនគាត់គឺជាអ្នករកត្រីហើយលក់ត្រីប្រចាំនៅក្នុងភូមិរបស់គាត់នឹងឯងអ្នកគ្នាពូសនគាត់តែងតែជិះកង់លក់ត្រីជារៀងរាល់ថ្ងៃហើយនៅពេលគាត់ជិះកង់លក់ត្រីម្ដងគាត់តែងតែចុចរបៀបថាកណ្ដឹងកង់របស់គាត់នឹងចុចក្រឹងឲ្យលឺសលេងហើយស្រែកហៅគេឲ្យមកទិញត្រីរបស់គាត់អីចឹងទៅអញ្ចឹងអ្នកស្រុកអ្នកភូមិដោយសារតែគេចង់កាត់បន្ថយឲ្យបញ្ហាកូវីដផងហើយពេលហ្នឹងម្នាក់គឺភ័យខ្លាចតែអ្នកគ្នាខ្លាចថាឆ្លងទៅមានបញ្ហាដល់ស្លាប់ដល់អីចឹងណាក៏អត់មានបញ្ហាគេសូវទៅផ្សារទេអញ្ចឹងពូសនគាត់តែងតែលក់ត្រីដាច់ទាំងអស់គ្នាប៉ុន្តែពូសនហ្នឹងណាគាត់គឺមានចរិតមួយគាត់ចេះផឹកស្រាខ្លាំងណាគាត់ផឹកស្រាតតែស្វឹងមិនគាត់មិនលក់ត្រីលក់អីចឹងទៅអញ្ចឹងអ្នកភូមិរបស់គាត់ហ្នឹងណាបើទោះបីជាអត់ចង់ទិញត្រីពូសនក៏ត្រូវតែទិញដែរព្រោះពូសនហ្នឹងគឺគាត់ជាអ្នកលក់ត្រីនៅក្នុងហ្នឹងហើយបើទៅផ្សារនាំតែពិបាកមានឆ្លងជំងឺឆ្លងអីចឹងទៅសូម្បីតែគ្រួសារបងលីក៏គាត់ហ្នឹងទិញត្រីរបស់ពូសនហ្នឹងដែរទាំងអស់គ្នាប៉ុន្តែបងលីគាត់ស្អីបានចំណាំមុខពូសនហ្នឹងទេព្រោះតែគាត់អាចបានទៅឈោមើលមុខឬក៏ទៅឈោនិយាយគ្នាពូហ្នឹងទេគាត់ស្អីចិត្តពូហ្នឹងហ្មងនេះទាំងអស់គ្នាដោយសារពូហ្នឹងឲ្យតែពេលឃើញគាត់ដើរអញ្ចឹងគឺស្រែកហៅនេះស្រែកហៅនោះអីចឹងណាគាត់ចូលចិត្តទេអញ្ចឹងពូសនគាត់នៅតែបន្តលក់ត្រីចឹងទៅប៉ុន្តែអាចថាជាអកុសលសំណាងគាត់មិនល្អនៅពេលយប់នៅពេលដែលគាត់ជិះកង់ត្រឡប់ទៅផ្ទះរបស់គាត់វិញផ្ទះរបស់ពូសននឹងគឺនៅចុងភូមិគាត់ស្រាប់តែពូធ្លាក់បលាយហើយនៅពេលគាត់ធ្លាក់បលាយហ្នឹងអ្នកគ្នាគឺគាត់ចុងឈើស្លាប់ប៉ុន្តែនៅពេលដែលចុងឈើស្លាប់ពីយប់ហ្នឹងអត់មានពីណាគេដឹងថាពូសននឹងស្លាប់ទេតតែពេលព្រលឹមឡើងបានគេដឹងថាមានមនុស្សស្លាប់ព្រោះពេលយប់ថ្ងៃហ្នឹងស្រាប់ហើយម្លងពេលកូវីដចឹងកម្រមានមនុស្សចេញពីផ្ទះពេលយប់ពេលអីអញ្ចឹងនៅផ្ទះគឺគេសង្ងំរៀងខ្លួនចឹងណាតតែពេលព្រលឹមហ្នឹងគេដឹងថាពូនឹងស្លាប់ចឹងទៅហើយពេលដែលពូនឹងស្លាប់ទៀតក៏អង់គ្លេសក៏គាត់បានតែមើលសាប់ពូនឹងដែរគាត់បានទៅទេប៉ុន្តែនៅពេលដែលគេធ្វើបន់សាប់នេះក្រុមគ្រួសាររបស់ពូសននឹងក៏យកសាប់គាត់ធ្វើនៅវត្តហើយក៏មានអ្នកភូមិអ្នកស្រុកគេទៅដែរប៉ុន្តែទៅនឹងក៏ទៅមកផ្លែតហើយត្រឡប់មកវិញចឹងទៅអត់នៅជុំជុំគ្នាអីយូរប្រហែលទេទាំងអស់គ្នាគ្រួសាររបស់អង់គ្លេសក៏គាត់ទៅចូលរួមដែរជាពិសេសគឺប៉ាម៉ាក់របស់គាត់គឺចូលរួមចូលអីចឹងទៅចឹងក្រោយពីកម្មវិធីបន់សាប់ហ្នឹងឯងម្លងគាត់ទៅបានផាជាខ្ទង់7 8ថ្ងៃគាត់ស្រាប់តែលឺអ្នកចិត្តខាងរបស់គាត់អ្នកចិត្តខាងគឺគេនិយាយនៅតាមអាលបងណាជ័យប្រាប់ម៉ាក់របស់គាត់តាមលបងតាមអីទេប្រាប់ថាអូយអាលីអាសនសាហាវអើយយប់រាល់យប់ឥឡូវជិះកង់រាល់យប់ជិះកង់កាត់មុខផ្ទះស្រែកហៅទិញត្រីទីអីចឹងណាចឹងបងលីពេលគាត់លឺចឹងគាត់ចាប់អារម្មណ៍ទេទាំងគ្នាដោយសារគាត់សូវជឿលើរឿងហ្នឹងហើយអំឡុងពេលហ្នឹងទៀតគាត់មិនមែនមកបញ្ហាតែត្រូវតាមដានរឿងខ្មោចរឿងអីទេគឺគាត់ត្រូវតាមដានបញ្ហារឿងប្រទេសជាតិអារឿងតាក់ទងមួយកូអីចឹងទៅហើយចឹងទៅគាត់បានចាប់អារម្មណ៍ស្ដីអ្នកចិត្តខាងតែគេនិយាយទេហើយពេលហ្នឹងគាត់នៅតែលឺអ្នកភូមិគេនិយាយដែរជាពិសេសក្មេងៗដែលដើរកាត់តាមមុខផ្ទះគាត់គឺនិយាយគ្នាពីខ្មោចពូសនឡងអញ្ចឹងទៅប៉ុន្តែដូចនិយាយចឹងគាត់បានសួរនាំឬក៏ចាប់អារម្មណ៍មួយស្ដីរបស់ក្មេងហ្នឹងទេកន្លងគាត់ទៅបានប្រហែលជាខ្ទង់2ថ្ងៃទៀតទាំងអស់គ្នានៅពេលយប់ម៉ោងប្រហែលជាខ្ទង់10យប់បងលីគឺគាត់មានទម្លាប់មួយគាត់ដេកនៅលើផ្ទះទេគាត់ដេកនៅក្រោមផ្ទះហើយផ្ទះរបស់គាត់គឺជាភេទផ្ទះ2ជាន់ហើយផ្ទះឈើទាំងអស់គ្នាអញ្ចឹងផ្ទះឈើគេមានបន្ទប់នៅខាងលើនឹង3បន្ទប់នៅខាងក្រោមគឺគេអត់មានធ្វើអីទាំងអស់គេមានតុតាក្រែមួយឬថាតុធ្វើបង់អង្គុយធ្វើនៅខាងក្រោមផ្ទះនោះទាំងអស់ឯងហើយផ្ទះរបស់គាត់នឹងនៅខាងក្រោមហ្នឹងណាគឺគេមានបានធ្វើលបងបាត់បាំងឲ្យទាំងអស់អញ្ចឹងពេលគាត់ដេកនៅលើក្រែហ្នឹងគឺគាត់មើលឃើញបរិយាកាសជុំវិញផ្ទះហ្នឹងទាំងអស់វាមានតែសសរនៅខាងក្រោមផ្ទះហ្នឹងឯងទាំងអស់គ្នាប្រហែលជាទាំងអស់គ្នាអាចយល់ត្រូវអត់អាហ្នឹងគឺនឹងឯងកន្លែងដែលគាត់ដេកគាត់ក៏ចង់រឹងចង់មុងចង់ឲ្យដេកនៅលើក្រែហ្នឹងពេលដែលគាត់ចង់ដេកហ្នឹងអំឡុងពេលម៉ោង10ហ្នឹងគាត់ក៏ចុចទូរស័ព្ទមើលព័ត៌មានកូវីដហ្នឹងបដាមើលព័ត៌មានខាងទេបដាអីបដាចឹងទៅដេកកំពុងដេកមើលចឹងក៏ស្រាប់តែឮសំឡេងគេជិះកង់កាត់មុខផ្ទះរួចឮសំឡេងគេចុចវាថាកណ្ដឹងកង់ក្រឹងឲ្យស្រែកទិញត្រីអត់បងទិញត្រីអត់ពូទិញត្រីអត់មីងអញ្ចឹងស្រែកពីមុខផ្ទះគាត់អញ្ចឹងពេលឮសំឡេងគេស្រែកទិញត្រីអត់ចឹងគាត់ក៏ងើបអង្គុយមើលពីខាងក្រោមផ្ទះហ្នឹងទៅពីក្រោមផ្ទះរបស់គាត់ទៅទ្វារលបងផ្ទះរបស់គាត់មានឆ្ងាយពីគ្នាប្រហែលជាខ្ទង់5ម៉ែត្រទេមិនឆ្ងាយប្រហែលអស់នេះមកល្មមអាចមើលឃើញណាអញ្ចឹងគាត់នឹងក៏ស្រែកប្រាប់វិញថាអត់ទិញទេពូអត់ទិញទេអញ្ចឹងពេលគាត់ស្រែកថាទិញអញ្ចឹងអ្នកដែលគេស្រែកនោះគេជិះកង់ទៅបាត់ទៅអញ្ចឹងពេលហ្នឹងក៏គាត់នឹងអត់បានទៅនិយាយទៀតដែរប៉ុន្តែសលេងស្រែករបស់គាត់ធ្វើលឺដល់ម៉ាក់
គាត់ម៉ាក់របស់គាត់សួរពីលើផ្ទះមកសួរថាណាគេរកអីលីគាត់ថាមានគេសួរថាទិញត្រីអត់អញ្ចឹងម៉ាក់គាត់ក៏ប្រាប់ទៀតថាចេះបើមានគេស្រែកសួរអីមិនបាច់ឆ្លើយទេដេកទៅស្ងប់ដេកទៅយប់ហើយអញ្ចឹងគាត់ក៏ស្ងប់ដេកទៅពេលដែលព្រលឹមឡើងម៉ាក់របស់គាត់ក៏សួរចេះលីឡើងដេកលើផ្ទះវិញអត់យប់ហ្នឹងគាត់ថាអូយអត់ទេដេកក្រោមមិនស្រួលតែចាក់ស្រួលជាងគាត់ចេះដេកនៅលើបន្ទប់អីទេអញ្ចឹងគាត់ដេកនៅក្រោមទៀតអញ្ចឹងណាចូលដល់យប់ទី2ទាំងអស់គ្នាយប់ទី2មកប្រហែលជាខ្ទង់ចិត្ត2ទៅ10យប់គាត់ដេកលក់ឲ្យទាំងអស់គ្នាដេកលក់ក៏សត្វតែគាត់លឺសំឡេងគេជិះកង់ហើយចុចកណ្ដឹងកង់ទៀតក្រឹងជិះកាត់មុខផ្ទះគាត់ជិះទៅហើយជិះមកវិញជិះទៅហើយជិះមកវិញអញ្ចឹងពេលហ្នឹងគាត់ខ្លាំងពេកគាត់ក៏របៀបថាបើកអើតក្បាលពីក្នុងមុងមើលទៅក្រៅប៉ុន្តែឃើញអីទាំងអស់គ្នាគឺលឺតែសំឡេងកង់អញ្ចឹងណាអញ្ចឹងចាប់ដើមលឺសំឡេងឆ្កែលូឆ្កែព្រុសពេញភូមិបន្ទាប់ទៀតគាត់ក៏ស្ងប់ដេកវិញពេលគាត់ស្ងប់ដេកវិញហ្នឹងគ្នាគាត់នឹងក៏លឺសំឡេងគេចុចកណ្ដឹងកង់ម្ដងទៀតដាក់កណ្ដឹងកង់ក្រឹងមកឈប់នៅមុខផ្ទះរបស់គាត់ហើយទាំងអស់ហ្នឹងចាប់អាសំឡេងកណ្ដឹងកង់ព្រោះសំឡេងគេគឺថាក្រែមអញ្ចឹងណាលឺសំឡេងក្រឹងអញ្ចឹងទៅឈប់នៅមុខផ្ទះគាត់ហើយគាត់ងាកទៅមើលពេលងាកទៅមើលទៅឃើញមនុស្សប្រុសពាក់អាវសប៉ុន្តែគាត់ចាប់អារម្មណ៍ថាពីខាងលើតែចាប់អារម្មណ៍ក្រោមវិញអង្គុយនៅលើកង់ស្រែកសួរអូនទិញត្រីអត់ម៉ែទិញត្រីអត់ទិញត្រីទិញអីអត់អញ្ចឹងស្រែកសួរពីខាងមុខរបស់ផ្ទះអញ្ចឹងណាអញ្ចឹងគាត់ក៏ថាអត់ទិញទេពូអត់ទិញទេគាត់ស្ងប់ដេកវិញក៏ស្ងប់ដេកពេលគាត់ស្ងប់ដេកហ្នឹងឯងទាំងអស់គ្នាស្ងប់ដេកបានប្រហែលជាខ្ទង់20នាទីស្រាប់តែមានគេមកកេះជើងរបស់គាត់ហើយគាត់ស្មានតែឆ្កែលឹកជើងគាត់ក៏បាត់ភ្នែកឡើងទាំងអស់គ្នាហើយគាត់បានឃើញគឺឃើញពូម្នាក់ដែលជាអ្នកលក់ត្រីហ្នឹងគឺឈរនៅចុងជើងរបស់គាត់អើតក្បាលមើលគាត់ពីខាងក្រៅមុងហើយដល់ស្រាប់ឲ្យមុងវាជាស្បែកចឹងយើងអាចមើលឃើញពីខាងក្នុងក៏មើលឃើញខាងក្រៅក៏មើលឃើញហើយម្នាក់ហ្នឹងគឺមើលគាត់ពិចារអើតក្បាលមើលចូលមកក្នុងមុងចាហើយសំខាន់ណាស់គ្នាក្បាលម្នាក់ហ្នឹងគឺដោតឈើចាដោតឈើចឹងហើយមានហូរឈាមភ្នែកហូរឈាមអីវិញនៅខាងលើផ្ទះគាត់គឺបើកភ្លើងចឹងទៅភ្លើងវាពីចាំងពីខាងលើមកតាមប្រឡោះហ្នឹងគឺចាំងមកខាងក្រោមហើយពេលហ្នឹងក៏មិនអង្កត់ទេទាំងអស់គ្នាមកល្មមអាចមើលឃើញឃើញចឹងណាគាត់ឃើញរូបរាងច្បាស់ឃើញពូនឹងបន្តទាំងអស់គ្នាពេលគាត់ចាប់អារម្មណ៍ណាគាត់ឃើញតែពីមកកណាត់លើចេះមកទេឃើញចឹងខាងក្រោមហ្នឹងគឺដូចអត់ឃើញអីទាំងអស់មើលឃើញធ្លុះទៅមកចំហៀងទៀតមើលឃើញបរិយាកាសខាងក្រោយធម្មតាប៉ុន្តែខាងលើគាត់ម្នាក់ឈប់មើលគាត់ចេះឈប់មើលគាត់តើឲ្យតែឃើញអាវប្រយោជន៍នៅពេលដែលអាវប្រយោជន៍អញ្ចឹងគឺឃើញតែមកកណាត់អាវប្រយោជន៍ហ្នឹងទេហើយនឹងក្បាលមនុស្សគឺគាត់ឃើញមើលមកគាត់ចេះទាំងអស់គ្នាមើលមកគាត់អញ្ចឹងហ្មងអញ្ចឹងសនអីបងលីពេលហ្នឹងតែគ្នាគាត់ចង់ស្រែកទេព្រោះថាបើសិនជាគាត់ស្រែកប៉ាដល់យាយរបស់គាត់មានជំងឺបេះដូងហើយប៉ាម៉ាក់របស់គាត់ច្បាស់ស្រាំស្លាប់អើពេលហ្នឹងឯងអញ្ចឹងគាត់ក៏ស្ងប់ដេកគាត់បិទភ្នែកស្ងប់ដេកបន្តទៀតអញ្ចឹងណាស្ងប់ដេកទាំងគ្នាគាត់គិតថាចេះនៅពេលដែលបើកភ្នែកវិញរូបភាពដែលបានឃើញនឹងអាលាយបាត់ហើយប៉ុន្តែនៅពេលដែលបើកភ្នែកវិញម្នាក់ហ្នឹងមិនមែនអើតនៅចុងជើងទេទាំងគ្នាគឺមកអើតនៅខាងចិត្តគាត់ហ្មងចិត្តក្បាលភ្នែកគាត់ដេកហ្នឹងហ្មងគឺអើតមើលមកគាត់ចេះមើលមកគាត់អញ្ចឹងទាំងគ្នាមើលមកគាត់អញ្ចឹងហ្មងបានឃើញច្បាស់ពេញភ្នែកនឹងឯងគាត់ទៅពេលហ្នឹងគាត់ធ្វើប្រែខ្លួនដេកបិទភ្នែកដេកវិញអញ្ចឹងដេកប្រឡាប់អញ្ចឹងទៅក៏ស្ងប់ដេកបន្តអញ្ចឹងទៅហើយមកទៀតគាត់ក៏បានបើកភ្នែកទៀតទេទាំងគ្នារហូតដល់មកអាចទៅ4ភ្លឺបានគាត់ភ្ញាក់ដឹងខ្លួនម្ដងទៀតប៉ុន្តែពេលហ្នឹងគាត់ឃើញអីដែរវាប្រែមកជាធម្មតាវិញអញ្ចឹងណាអត់ឃើញអីអស់ទៀតទេប៉ុន្តែរឿងរ៉ាវដែលកើតឡើងពីយប់គឺគាត់និយាយថាគាត់មិនមែនជាមនុស្សដែលជឿលើរឿងខ្មោចទេណាប៉ុន្តែដល់ពេលជួបស្ដាយៗនេះគឺគាត់ខ្លាចខ្លាំងមែនតើហ្មងហើយដែលសំខាន់ទៅគ្នាដាក់ភូមិមកគាត់គឺនៅតែនិយាយតគ្នាមកថាខ្មោចពូនឹងតែជិះកង់លក់ត្រីរាល់យប់ជិះកង់លក់ត្រីលក់អីចឹងទៅហើយអារបៀបថាសំឡេងកង់របស់គាត់តែចុចអាកណ្ដឹងកង់ណាក្រឹងលឺសំឡេងហ្នឹងគឺអ្នកភូមិអ្នកស្រុកគឺខ្លាចចូលហ្មងបើទោះបីជាសំឡេងគេលក់ក្រែមឬក៏សំឡេងកង់ផ្សេងក៏ដោយក៏នៅតែគេខ្លាចអាចលឺសំឡេងកណ្ដឹងហ្នឹងណាអ្នកគ្នាចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះក៏មានតែប៉ុណ្្នឹងដែរហើយបើសិនទាំងអស់គ្នាមានរឿងចែករំលែកចាកុំភ្លេចឆាតមកក្នុង account IG